អូខេសួស្តីបងប្អូនអរគ្នានៅក្នុងវីដេអូនេះខ្ញុំមកបង្ហាញបងប្អូនអំពីវិធីសាស្ត្រនៃការទិញកាក់នៅក្នុង Binance Web3 បងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលចង់ទិញកាក់ដែលមុនលីសចូលទីផ្សារដែលមាននៅក្នុង Binance Web3 បងប្អូនអាចមើលវីដេអូនេះបានហើយដើម្បីធ្វើបានបងប្អូនត្រូវមាន account Binance សិនណាអញ្ចឹងបើសិនជាបងប្អូនមិនទាន់មានទេអាចធ្វើការចុះឈ្មោះជាមួយ link ខ្ញុំដាក់នៅខាងក្រោមវីដេអូចឹងសូមបងប្អូនបើក Binance មកបងប្អូនមកហើយនេះគឺជា account Binance ហើយចឹងបងប្អូនត្រូវតែមានលុយនៅក្នុងនឹងមិនថាជា USDT ឬក៏ BNB ទេបាទអញ្ចឹងបន្ទាប់ពីបងប្អូនមានលុយនៅក្នុងនេះហើយបងប្អូនអាចធ្វើការចូលទៅក្នុង Web3 ដើម្បីធ្វើការទិញកាក់ថ្មីដែលមិនទាន់ list ចូល Binance Spot ណាគឺនៅក្នុង Web3 នៅឡើយគឺយើងអាចទិញបានអញ្ចឹងឥឡូវនេះយើងធ្វើការ convert វាពី USDT មកជា BNB សិនដើម្បីឲ្យងាយស្រួលក្នុងការទិញណាអញ្ចឹងយើង select មកយើងយក BNB បាទគឺយើង convert ពី USDT មកជា BNB អញ្ចឹងបន្ទាប់ពីយើង convert បានជា BNB ហើយចាំយើងចូលទៅទិញនៅក្នុងBinance Web3 អញ្ចឹងយើងចុចpreview មើលទៅបាទនៅទីនេះគេប្រាប់ឲ្យថាប្រមាណ USDT ហើយស្មើនឹងប្រមាណ BNB ចឹងបងប្អូនគ្រាន់តែចុចពាក្យថា preview បាទបន្តមកទៀតយើងរងចាំបន្តិចសិនចឹងនៅពេលដែលស្មើពណ៌ទឹកក្រូចនៅខាងក្រោមនេះវាចេញពណ៌ខ្មៅដិតនេះយើងចុច confirm មកបាទចឹងយើងចុច confirm ប៉ុន្តែដោយសារតែវិនាទីវាអស់អញ្ចឹងឲ្យយើងធ្វើការ refresh មកទៀតហើយធ្វើការចុច confirm ដើម្បីធ្វើការ convert ទៅគឺបានហើយបាទឥឡូវនេះវាអស់នាទីចឹងខ្ញុំចុចម្ដងទៀតបាទអញ្ចឹងគឺបានជោគជ័យហើយបាទនេះគឺជាការ convert ពី USDT មក BNB បន្ទាប់ពីបងប្អូន convert បានរួចរាល់ហើយគឺយើងត្រូវធ្វើការចូលមកក្នុង wallet web3 បងប្អូននឹងឃើញរបៀបនេះអញ្ចឹងបងប្អូនមើលកន្លែង watch list មកបាទបើសិនជាកាក់បងប្អូនបានចុច favorite វាហើយវានៅក្នុង watch list តែបើបងប្អូនមិនទាន់មានទេអាចจะមើលប៊ូតុង search នៅខាងលើបាន search ប្រភេទកាក់មួយណាដែលបងប្អូនចង់ទិញដើម្បីមើល project វាល្អឬក៏អត់អញ្ចឹងណាអញ្ចឹងគោលបំណងខ្ញុំគឺខ្ញុំចង់ទិញបាទ SZN បាទអញ្ចឹងបងប្អូនគាត់ចុចលើកាក់នឹងមកហើយចុចពាក្យថា quick buy បាទនៅខាងក្រោមនេះខាងស្ដាំដៃតមកទៀតគឺនៅក្នុងនេះគឺខ្ញុំអត់ទាន់មានកាក់នៅឡើយទេអញ្ចឹងគឺគេទាមទារឲ្យខ្ញុំនឹងមានកាក់ BNB នៅក្នុងនឹងសិនប៉ុន្តែដោយសារតែខ្ញុំមាននៅក្នុង exchange ខ្ញុំអត់មាននៅក្នុង web3 ទេអញ្ចឹងយើងអាចធ្វើការ transfer វាពី exchange ចូលមកក្នុង web3 បានបាទយើងចុចហើយយើងទៅ copy address សម្រាប់ receive កាក់ណាបងប្អូនដូចយើង transfer ពី Binance ទៅផ្សេងកាបូបផ្សេងដែរអញ្ចឹងណាអញ្ចឹងឥឡូវបន្ទាប់ពីយើង copy address នេះគឺជា address បាទយើង save QR code ក៏បានយើង copy address ក៏បានបញ្ជាក់ថា address នេះគឺ BNB Smart Chain Bit 20ណាអញ្ចឹងយើង copy ហើយយើងថយវាមកថយហើយយើងចូលទៅក្នុង exchange វិញបាទព្រោះលុយយើងមាននៅក្នុង exchange អញ្ចឹងយើងចូលក្នុង exchange របស់ Binance យើងវិញបាទអញ្ចឹងកាក់របស់ខ្ញុំដែលខ្ញុំទើបតែទិញនោះគឺមាននៅក្នុង funding account funding wallet អញ្ចឹងនៅក្នុងនេះគឺយើងអត់មានកន្លែងសម្រាប់ withdraw ទេគឺយើងត្រូវ transfer វាចូលទៅ spot សិនបាទយើងត្រូវ transfer ពីហ្នឹងចូលទៅ spot សិនបានហើយយើងអាចធ្វើការ send ពី exchange ហ្នឹងទៅ web3 បាននេះខ្ញុំធ្វើតេស្តមើលវាអត់មានកន្លែងដែលយើងអាច transfer បានណាបងប្អូនបាទនេះវាអត់មានទេអញ្ចឹងខ្ញុំនឹងធ្វើការ transfer វាចេញពី funding ទៅ spot ហើយយើង back ថយសិនមកបាទហើយយើងចុចពាក្យថា transfer បាទដើម្បី transfer ណាអញ្ចឹងយើងមើលពីលើគឺ funding ហើយនៅខាងក្រោមគឺ spot បាទន័យថាយើង transfer ពី funding ចូលទៅ spot wallet ឥឡូវនេះយើង transfer ចូលមក spot wallet វាហើយមកបាទឃើញទេចុចមានប្រមាណយើងចុចទាំងអស់ហ្នឹងពាក្យថា maximum ហ្នឹងគឺមានប្រមាណយើងចុចទាំងអស់ហ្នឹងមកបាទអញ្ចឹងទៅហើយបាទយើង transfer ហើយយើងចូលមកក្នុង spot wallet របស់យើងមកអញ្ចឹងយើងឃើញ BNB នេះនៅលើគេចុចនៅលើ BNB នេះមកបាទបន្ទាប់ពីចុចលើ BNB ហើយ
បាទយើងឃើញនៅខាងក្រោមហ្នឹងយើងយកពាក្យថា send បាទយកពាក្យថា send ហើយយើងយក on chain withdraw បាទដូចខ្ញុំចុចបង្ហាញឲ្យមើលបន្តមកទៀតនៅត្រង់កន្លែង address យើងផាស address ឲ្យយើងបាន copy មិញនេះចូលបាទយើងផាសវាចូល address អ្នក receive ណាបាទផាសចូលនៅត្រង់កន្លែង network select យក BNB Smart Chain BIP20 បាទតែ select network ខុសបាញ់ទៅបាត់កាក់គេអត់ទទួលខុសត្រូវទេហើយ BNB យើងមានប្រមាណយើងដាក់ទាំងអស់មកបើស្អីយើងចង់ទិញចំនួនប្រមាណយើងកំណត់មកតែយើងអត់កំណត់ចុចពាក្យថា max មក MA x ហ្នឹងគឺ maximum ហើយបន្តមកទៀតចុចពាក្យថា confirm ពេលចុច confirm ហើយគឺវាទាមទារ security របស់យើងមកតង់ពី Google Authorization ណាពី Google បាទនេះអញ្ចឹងខ្ញុំចូលមក copy លេខកូដនឹងហើយយើងត្រឡប់ទៅ Binance របស់យើងវិញផាសលេខកូដនឹងចូលអញ្ចឹងដំណើរការរបស់យើងកំពុងតែកំពុងតែ process គឺកំពុងតែ on the way ដំណើរការហើយមិនទាន់បានជោគជ័យទេវាប្រហែលជាអត់ដល់1នាទីទេគឺវានឹងជោគជ័យអញ្ចឹងឥឡូវយើងថយក្រោយយើងត្រឡប់ចូលក្នុង web free យើងវិញតែម្ដងបាទបន្តិចទៀតគឺនឹងវានឹងលូតលុយមកហើយវានឹងលូតចូលហើយគឺអត់យូរទេបាទព្រោះយើង transfer ពី Binance មក Binance ដូចគ្នាណាពី Binance Exchange មក Binance Web Free Wallet អញ្ចឹងយើងចូលទៅមើលកាក់ដែលយើងបាទឥឡូវនេះលុយមកដល់ហើយបងប្អូនណា$19អញ្ចឹងយើងsearch ក៏បានបាទយើងចុចនៅកន្លែង favorite នឹងក៏បានដែលយើងបានចុច favorite វាទុកហ្នឹងបាទយើងចូលមកហើយចុចលើកាក់ដែលយើងចង់ទិញហ្នឹងចុចកាក់មួយណាស្រឡាញ់កាក់មួយណាចុចមួយហ្នឹងមកប្រជិកបងប្អូន search មើលខ្លួនឯងណាហើយយើងចុចលើ quick buy បាទបន្តមកទៀតកាក់របស់បងប្អូនមានចំនួនប្រមាណ BNB បងប្អូនដាក់មកណាមានចំនួនប្រមាណ BNB បាទគឺយើងដាក់ទាំងអស់ហ្នឹងមកបើយើងចង់ទិញប្រមាណយើងកំណត់ប៉ុណ្ណឹងណាស៊ីសងលើបងប្អូនបាទបន្តមកទៀតអានេះបាទនេះខ្ញុំចុចកាក់របស់ខ្ញុំណាចុច select យកកាក់ដែលមានមិញកាក់យើងមានតិចប៉ុន្តែខ្ញុំ select យកច្រើនវាឲ្យវាថាខ្វះអញ្ចឹងគឺយើងដោយសារតែយើង select ហ្នឹងចំនួនលើសពីកាក់ដែលយើងមានណាអញ្ចឹងគឺវាឲ្យទេអញ្ចឹងវាថាអូខេយើងអាចបាយបានណានេះខ្ញុំចុចខាងពណ៌ទឹកក្រូចខាងក្រោមនេះអក្សរពណ៌ខ្មៅនេះបាទអញ្ចឹងយើងធ្វើការចុចបាយវាតែម្ដងទៅបាទ refresh ម្ដងទៀតមកបានជោគជ័យហើយបាទនេះយើងបានជោគជ័យហើយអញ្ចឹងយើងអាចបែកថយក្រោយបន្តិចហើយយើងចុចមើលត្រង់កន្លែងពាក្យថា asset ដើម្បីមើលទៅថាយើងទិញចំនួនបានប្រមាណអញ្ចឹងសម្រាប់កាក់មួយនេះខ្ញុំបានទិញម្ដងហើយគឺបាន2000គ្រាប់ជាងឥឡូវខ្ញុំធ្វើទិញម្ដងទៀតអញ្ចឹងសរុបទៅវា4700គ្រាប់ណាអញ្ចឹងនេះគឺជាវិធីនៃការទិញកាក់នៅក្នុង web 3បងប្អូនអាចធ្វើការសិក្សាស្រាវជ្រាវមើលទៅទាំងវីដេអូនេះមិនជំរុញឲ្យបងប្អូនធ្វើតាមខ្ញុំទេគ្រាន់តែជាវីដេអូមេរៀនឲ្យបងប្អូនអាចមើលបានហើយអ្វីៗគឺបងប្អូនអាចធ្វើការសិក្សាស្រាវជ្រាវបន្ថែមណាកាក់មួយណាដែលបងប្អូនចង់ទិញខ្ញុំមិន recommend ថាកាក់ណាល្អទេអញ្ចឹងបងប្អូនអាច search វាមើលដល់ខ្លួនឯង do your own research បាទ take the risk management by yourself អូខេអញ្ចឹងនេះគឺជាកាក់ដែលខ្ញុំបានទិញបងប្អូនឃើញទេបាទនេះបាទយើងវាយ search មើល USDT យើង transfer វាសិន swap ពី BNB ទៅ USDT បើសិនជា swap ទៅវាស្មើប្រហែលនេះយើងក៏អាចធ្វើតេស្តមើលបងប្អូនណាចង់ដឹងតម្លៃវាអញ្ចឹងបងប្អូនអាចទិញក្នុងតម្លៃថោកនៅពេលដែលកាក់នេះវាអាចនឹងមានទីផ្សារវាឡើងខ្ពស់អីបងប្អូនចំណេញបងប្អូនលក់វាទៅហ្នឹងហើយស៊ីសងលើបងប្អូនហ្នឹងអញ្ចឹងយើងត្រឡប់មកវិញត្រឡប់មក Binance Exchange បើសិនជាបងប្អូនមិនទាន់បានចុះឈ្មោះសូមបងប្អូន skip វីដេអូនេះមក play ទៅហើយ scan QR code ដែលខ្ញុំដាក់លើអេក្រង់នេះដើម្បីធ្វើការចុះឈ្មោះតាមរយៈ referral code Binance របស់ខ្ញុំចុះឈ្មោះឲ្យសូមបងប្អូនធ្វើការធ្វើ KYC ណាធ្វើ KYC បានត្រឹមត្រូវដាក់ email ដាក់លេខទូរស័ព្ទ verify វាឲ្យបានត្រឹមត្រូវទៅហើយបើសិនជាបងប្អូនចង់ deposit ចូលខ្ញុំនឹងដាក់ link វីដេអូពីរបៀប deposit ចូលណាឬក៏យើងហៅថា P2P ហ្នឹងបាទហើយបើសិនជាបងប្អូនមិនដឹងខាងមើល link នៅក្នុងវីដេអូ description ខ្ញុំតាណានេះគឺជាវីដេអូរបស់ខ្ញុំអញ្ចឹងឧទាហរណ៍ថាបងប្អូនកំពុងតែបើកវីដេអូណាមួយរបស់ខ្ញុំអញ្ចឹង
បងប្អូនមើលទៅនៅខាងក្រោមវីដេអូរបស់ខ្ញុំគឺវាមានពាក្យថា more បាទអញ្ចឹងបងប្អូនគាត់តែចុចលើពាក្យថា more បងប្អូននឹងឃើញមាន link ជាច្រើនទៀតបាទ see more អញ្ចឹងបងប្អូនចុចកន្លែង see more ហ្នឹងទៅបងប្អូននឹងឃើញមាននៅខាងក្រោមវីដេអូរបស់ខ្ញុំគឺមាន link ជាច្រើនទៀតនៅក្នុងហ្នឹងអញ្ចឹងបងប្អូនឃើញទូចអញ្ចឹងបងប្អូនចុចពាក្យថា more ទៀតមកគឺបងប្អូននឹងឃើញមាន link ជាច្រើនអញ្ចឹងបងប្អូនអាចធ្វើការចុចតាមរយៈ link នៅទីនេះបានបាទមាន link referral code របស់ Binance បាទនិង link ផ្សេងៗទៀតអញ្ចឹងបងប្អូនអាចធ្វើការចុះបានអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបាទអរគុណបាយបាយ